ខ្មែរធ្វើបានខ្មែរអស្ចារ្យខ្លាំងមែនទែនបងប្អូនអរគ្នាផលិតផលនៅក្នុងស្រុកដែលតាំងពីពណ៌នៅកោះពេជ្រគឺអស្ចារ្យមែនទែនហើយបងប្អូនជាច្រើនបានចូលរួមហើយជាក់ស្ដែងអ្នកគ្រូ CEO ក៏បានចូលរួមដូចគ្នានឹងគាំទ្រផលិតផលខ្មែរដូចគ្នាហើយអ្នកគ្រូ CEO ក៏ម្ចាស់ brand ផលិតផលខ្មែរមួយរូបដូចគ្នាហើយបងប្អូនដែលគាត់បានអញ្ជើញចូលរួមនឹងគឺច្រើនមែនទែនខុសពីការតាំងពីពណ៌លើកមុនណាបងប្អូនលើកនេះគឺមានមនុស្សចូលរួមជាច្រើនរយៈពេលមួយថ្ងៃនោះគឺច្រើនមែនទែនហើយមិនមែនតែចូលរួមគ្រាន់តែដើរមើលទេគឺចូលរួមគាំទ្រទិញផលិតផលខ្មែរនឹងទិញអស់ពីស្តង់តែម្ដងបងប្អូនអរគ្នាហើយនៅក្នុងស្តង់តាំងពីពណ៌កោះពេជ្រនេះក៏មានកូនសិស្សរបស់អ្នកគ្រូ CEO ដែល coaching ទៅលើអាជីវកម្មរបស់គាត់ដែលគាត់ជាម្ចាស់ brand អ្នកគ្រូគឹមគឺជាម្ចាស់ brand ប្រេងរឹតម្លូដែលបងប្អូនអរគ្នាដែលមានបញ្ហាមិនថាជាប់សរសៃឬក៏ឈឺចុករោយអីហ្នឹងគឺយើងរៀបទៅពូកែខ្លាំងមែនទែនអញ្ចឹងគាត់ជាកូនសិស្សបង្វឹកដោយផ្ទាល់របស់អ្នកគ្រូ CEO ដែលយើងនឹងជួយបង្ហាញថាធ្វើទីផ្សារបែបណាឬក៏រៀបចំបែបណាគឺងាយស្រួលមែនទែនហើយកាន់តែពិសេសគឺបានជួបចែកដល់អតិថិជនរបស់ SV ដែលពិបាកមានកូនយូរឆ្នាំបាក់ទឹកចិត្តរយៈពេល 4-5 ឆ្នាំក៏បានជួបដែលចែកដល់គឺគាត់មានកូនអាសា SV ហ្នឹងឥឡូវកូនគាត់បានអាយុ 4 ឆ្នាំហើយពិតជាអស្ចារ្យមែនទែនបងប្អូនដែលកំពុងតែមានបញ្ហាពិបាកចិត្តពិបាកមានកូនឬក៏បញ្ហាសុខភាពឬក៏បញ្ហាអាជីវកម្មមុខរបរអីផ្សេងឬក៏បញ្ហាជីវិតគូដែលមានបញ្ហាពិបាកក្នុងការដោះស្រាយរកដំណោះស្រាយអាចប្រឹក្សាយោបល់ជាមួយអ្នកគ្រូ CEO សាស្ត្រសិពើបានដែលមានបទពិសោធន៍ចំណេះជំនាញនិងទទួលបង្វឹកសិស្សកាន់ដៃទៅលើមិនថាមានបញ្ហាគ្រួសារឬក៏អាជីវកម្មអញ្ចឹងនេះគឺជាលទ្ធផលកូនសិស្សរបស់អ្នកគ្រូដែលនឹងទទួលបានលទ្ធផលជោគជ័យមែនទែនហើយល្អប្រសើរមែនទែនដែលមានភ្ញៀវគាំទ្រក៏ដូចជាលទ្ធផលគុណភាពល្អពិតៗ